បាទជាដំបូងខ្ញុំបាទសូមគោរពនិងជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាផងដែរខ្ញុំបាទឈ្មោះទឹមសុគីជាសិស្សនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៃមហាវិទ្យាល័យសង្គមសាស្ត្រនិងមនុស្សសាស្ត្រនៃដប៉ាតឺម៉ង់ប្រវត្តិវិទ្យាដែលបង្រៀនដោយលោកគ្រូលេងសរងនៅលើមុខវិជ្ជាប្រវត្តិសាស្ត្រសិល្បៈដែលក្នុងនោះខ្ញុំបាទបានបកស្រាយទៅលើប្រធានបទល្ខោនមហោរីមុននឹងការឈានចូលដល់ការទស្សនានៅវីដេអូក៏ដូចជាការសម្ដែងនៅក្នុងល្ខោនមហោរីផ្សេងៗដែលមានទម្រង់ជាច្រើននោះអ្នកទាំងអស់គ្នាគួរយល់ដឹងថាល្ខោនមហោរីគឺជាល្ខោនមួយដែលមានប្រភពយ៉ាងច្បាស់លាស់នៅក្នុងប្រទេសកម្ពុជាហើយជាប្រភេទល្ខោនមួយដែលមានប្រជាប្រិយភាពនៅក្នុងប្រជាជនកម្ពុជាផងដែរល្ខោននេះច្រើនសម្ដែងឡើងដើម្បីចង្អុលបង្ហាញនូវសកម្មភាពឧត្តមភាពឥទ្ធិពលនិងអាចកំបាំងនៃភាវៈហើយការសម្ដែងគឺលេចចេញជាបាតុភូតពិតជាក់ស្ដែងមួយវិញទៀតវង់ភ្លេងមហោរីនេះមានកំណើតបន្ទាប់ពីវង់ភ្លេងតន្ត្រីមហោរីវង់ភ្លេងល្ខោនមហោរីគឺជាប្រភេទវង់ភ្លេងមួយដែលមានប្រភពចេញពីព្រះបរមរាជវាំងដែលក្នុងនោះល្ខោនមហោរីក៏ជាប្រភេទល្ខោនមួយនៃការសម្ដែងដើម្បីញ៉ាំងនៅបរិយាកាសក៏ដូចជាទស្សនីយភាពដើម្បីសិក្សាកំដរនៅសកម្មភាពក៏ដូចជាទស្សនីយភាពផ្សេងៗដែលក្នុងនោះយើងឃើញថាល្ខោនមហោរីគឺមានការសម្ដែងជាច្រើនទម្រង់មិនថាបែបបុរាណសម័យឬក៏លក្ខណៈសម័យទំនើបក៏ដោយដែលនៅក្នុងនោះមានការសម្ដែងលាយជាមួយនឹងរឿងព្រេងនិទាននិងរឿងលក្ខណៈអប់រំដែលដូចនៅក្នុងនេះខ្ញុំបាទនឹងលើកឧទាហរណ៍នៅចំណងជើងនៃរឿងមួយចំនួនដើម្បីឲ្យអ្នកទាំងអស់គ្នាងាយស្រួលក្នុងការយកទៅមើលក៏ដូចជាយកទៅទស្សនាផងដែរមួយវិញទៀតគឺមានរឿងជាច្រើនដូចជារឿងព្រេងបុរាណរឿងពុទ្ធប្រវត្តិរឿងព្រះវេស្សន្តរជាតករឿងសវណ្ណសាមជាតករឿងក្រុងសុភមិត្តរឿងប្រវត្តិសាស្ត្រជាតិរឿងពួកសត្វប្រៀបធៀបមកមឹងជាមួយមនុស្សនិងរឿងអប់រំរឿងកំ pl ែងនៅក្នុងបច្ចុប្បន្នកាលផងដែរហើយមួយវិញទៀតបទភ្លេងដែលលេងបំរើនៅក្នុងល្ខោនមហោរីគឺបទភ្លេងនៃចង្វាក់មហោរីឬគេហៅថាភ្លេងមហោរីនោះឯងដែលភ្លេងមហោរីដែលលេងកំដរនៅក្នុងល្ខោនមហោរីមានជាច្រើនចង្វាក់ដែលខ្ញុំបានលើកឡើងនេះគឺខ្ញុំលើកឡើងនៅវង់ភ្លេងមហោរីដែលមានលក្ខណៈជាចង្វាក់មួយជាន់ចង្វាក់ពីរជាន់និងចង្វាក់3ជាន់ក៏ប៉ុន្តែអ្វីដែលសំខាន់គឺបទភ្លេងដែលលេងកំដរនៅល្ខោនមហោរីនេះគឺមានច្រើនរយបទផងដែរទោះជាបីយ៉ាងណាមិញក៏ដោយការសម្ដែងនេះមានរួមទៅជាមួយនឹងការកំដរច្រៀងនាំមុខជាបន្តបន្ទាប់រួមមានទាំងការពោលការនិយាយដើម្បីបន្ថែមក៏ដូចជាបង្ហាញនូវសកម្មភាពរបស់តួអង្គនីមួយៗដោយដែលយើងបានយល់ដឹងអំពីអត្ថន័យនៃល្ខោនមហោរីខាងលើដូច្នេះយើងត្រូវដឹងថាល្ខោនមហោរីគឺជាប្រភេទល្ខោនមួយដែលជាប្រភេទល្ខោនច្រៀងរាំនៃប្រជាជាតិកម្ពុជាដែលកំដរដោយវង់ភ្លេងតន្ត្រីមហោរីដោយបានបង្ហាញខាងលើដែលរួមមានឧបករណ៍ជាច្រើនដូចជារនាតឯកព្រោះថារនាតឯកគឺជាតួអង្គសំខាន់បំផុតនៅក្នុងការសម្ដែងល្ខោនមហោរីដើម្បីញ៉ាំងនៅបរិយាកាសផ្សេងៗនៅក្នុងល្ខោនមហោរីផងដែរព្រោះថារនាតឯកគឺជាឧបករណ៍ឧទាហរណ៍នេះត្រូវបានគេយករនាតឯកជាប្រភេទភ្លេងពិណពាទ្យផងនិងភ្លេងមហោរីផងក៏ប៉ុន្តែរនាតឯកគឺជាប្រភេទឧបករណ៍គោះឬដំដោយអង្លូងចំនួន2នៅពេលដែលប្រគំហើយមិនត្រឹមតែរនាតឯកប៉ុណ្ណោះទេដែលចូលរួមនៅក្នុងការប្រគំនៅក្នុងតន្ត្រីមហោរីដើម្បីកំដរនៅល្ខោនមហោរីគឺមានដូចជារនាតធុងពោះត្រឆេវិញយើងឃើញថាត្រឆេគឺជាតួនាទីមួយដែលកំដរនៅក្នុងការកំដរវង់ភ្លេងតន្ត្រីមហោរីព្រោះថាត្រឆេគឺជាប្រភេទត្រមួយដែលមានសកម្មភាពតិចបំផុតនៅក្នុងចំណោមត្រកូលអក្សរតដែលភាគច្រើននៃត្រឆេគឺប្រើប្រាស់សម្រាប់ក្រុមអាយ៉ៃមហោរីខ្មែរមិនត្រឹមតែប៉ុណ្ណោះត្រឆេមាន
សភាពលក្ខណៈស្រដៀងទៅនឹងត្រសូដែលក៏ប៉ុន្តែត្រឈីមានខ្សែពីរគឺខ្សែកូនឬហៅថាខ្សែឯកនិងមួយវិញទៀតខ្សែមេឬហៅថាខ្សែកព្រោះថាត្រឈីគឺមានលលីតូចជាងត្រសបន្តិចកំដរដោយត្រសតូចយើងដឹងហើយថាត្រសតូចគឺមានមុខងារយ៉ាងសំខាន់ដើម្បីប្រើប្រាស់នៅក្នុងវង់ភ្លេងមហោរីព្រោះថាឥឡូវនេះប្រជាជនយកវាទៅប្រើប្រាស់ជាវង់ភ្លេងអាយ៉ៃឬក៏លក្ខណៈមួយទៀតគេហៅថាវង់ភ្លេងឆាយ៉ាមជាបន្តបន្ទាប់ព្រោះវង់ភ្លេងត្រសតូចនេះគឺមានលក្ខណៈមួយដែលមានលក្ខណៈសំខាន់ផងដែរចំពោះមួយទៀតត្រសធំគឺជាប្រភេទត្រមួយដែលគេយកស្នូកអណ្ដើកឬបំពង់ឫស្សីធន់ធំល្មមមកធ្វើដែលបច្ចុប្បន្នខ្លះធ្វើអំពីបំពង់ឈើចំពោះត្រអ៊ូវិញយើងឃើញថាត្រអ៊ូគឺជាត្រមួយប្រភេទដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាទៅនឹងត្រសដែលត្រអ៊ូមានមុខងារសំខាន់ក្នុងការចូលរួមប្រគំជាមួយនឹងឧបករណ៍ដទៃទៀតនៅក្នុងវង់ភ្លេងបុរាណនៅក្នុងសតវត្សទី20ឯណោះជាពិសេសគឺការលេងកំដរនៅក្នុងល្ខោនមហោរីហើយមួយវិញទៀតខ្លុយយើងដឹងថាខ្លុយគឺជាឧបករណ៍ខ្មែរដែលជាឧបករណ៍ភ្លេងប្រពៃណីរបស់ប្រជាជនកម្ពុជាដែរហើយជាពិសេសជាងនេះទៅទៀតគឺខ្លុយគឺជាឧបករណ៍មួយប្រភេទដែលធ្វើអំពីឫស្សីក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយខ្លុយគឺមានវត្តមានទូទាំងទ្វីបអាស៊ីដោយសារតែនៅទ្វីបនេះសម្បូរទៅដោយឫស្សីមួយវិញទៀតខ្លុយមានពីរទំហំគឺទំហំតូចហៅថាខ្លុយឯករីឯទំហំធំគេហៅថាខ្លុយធំក៏ប៉ុន្តែមានអ្នកយល់ច្រឡំជាច្រើនដែលតែងថាខ្លុយគឺមានចរិតលក្ខណៈដូចជាមួយនឹងខ្លុយថៃក៏ប៉ុន្តែខ្លុយខ្មែរយើងត្រូវចាំថាខ្លុយខ្មែរគឺមានអាយុកាលជាយូរយារយូរណាស់មកហើយចំពោះក្រពើវិញក៏ជាឧបករណ៍មួយដែលលេងដើម្បីញ៉ាំងនៅល្ខោនមហោរីផងដែរដែលមានដូចជាថូនរមនីនិងឈឹងតួអង្គដែលសំខាន់បំផុតគឺតួអង្គអ្នកច្រៀងដើម្បីកំដរនៅល្ខោនមហោរីដែលមានជាច្រើនទម្រង់អ្នកច្រៀងគឺមានសកម្មភាពយ៉ាងសំខាន់ពីក្រោយការសម្រេចចិត្តក៏ដូចជាក្រោយការបញ្ចេញនៅសកម្មភាពរបស់តួអង្គនៃការសម្ដែងល្ខោននេះមួយវិញទៀតយើងឃើញថាតន្ត្រីកំដរល្ខោនមហោរីមានតិចមានច្រើនខុសប្លែកពីគ្នាផងដែរព្រោះថាតន្ត្រីដែលកំដរល្ខោនមហោរីគឺគេកំណត់ទៅតាមលទ្ធភាពចំណង់ចំណូលចិត្តព្រមទាំងតម្រូវការរបស់អ្នកទស្សនាមួយវិញទៀតគេជ្រើសរើសយកវង់ភ្លេងតន្ត្រីមហោរីយកទៅកំដរនៅក្នុងវង់ភ្លេងល្ខោនមហោរីព្រោះថាយើងដឹងហើយថាវង់ភ្លេងតន្ត្រីមហោរីគឺជាប្រភេទវង់ភ្លេងមួយដែលមានចរិតលក្ខណៈសូរស្រាលស្រទន់និងងាយស្រួលក្នុងការចាប់អារម្មណ៍ទៅលើសកម្មភាពរបស់តួអង្គដែលបានច្រៀងពោលនិងនិយាយបញ្ចេញក្បាច់និងសកម្មភាពដើម្បីបញ្ជាក់អំពីលក្ខណៈពិសេសរបស់សាច់រឿងម្យ៉ាងវិញទៀតល្ខោនមហោរីមានអាយុកាលជាយូរយារណាស់មកហើយដូចទៅនឹងសិល្បៈទស្សនីយភាពឯទៀតដែរគឺមានលក្ខណៈដំណាលគ្នាជាមួយនឹងល្ខោនយីកេល្ខោនបាសាក់និងជាពិសេសមួយវិញទៀតបើយើងសង្កេតមើលមួយវិញទៀតអំពីក្រោយការដួលរលំរបស់ល្ខោនមហោរីយើងដឹងថាល្ខោនមហោរីគឺស្ទើរតែបាត់បង់មួយសារទៅហើយក៏ប៉ុន្តែក្រោយពីសាលារចនាបានផ្លាស់ប្ដូរទៅជាសាកលវិទ្យាល័យភូមិន្ទនិងវិចិត្រសិល្បៈនៅក្នុងឆ្នាំ1965ដែលរៀបរៀងដោយលោកវ៉ាន់មូលីវ៉ាន់ទម្រង់ល្ខោនមហោរីយើងឃើញថាមានលក្ខណៈយ៉ាងរស់រវើកឡើងវិញនៅក្នុងសង្គមផងដែរមិនត្រឹមតែប៉ុណ្ណោះយើងឃើញថាល្ខោនមហោរីត្រូវបានដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់សិស្សានុសិស្សដើម្បីសិក្សារៀនសូត្ររហូតដល់មានទាំងការបង្កើតនៅគំនិតនិងស្នាដៃថ្មីជាច្រើនរបស់លោកទុំពេជ្រក្រវិលដើម្បីងាយស្រួលនៅក្នុងការសម្ដែងក៏ដូចជាបង្ហាញនៅអត្ថន័យនិងខ្លឹមសាររបស់ល្ខោនមហោរីដូចជាការលើកឡើងរបស់លោកទុំពេជ្រក្រវិលទៅលើការសម្ដែងក៏ដូចជានិពន្ធនៅរឿងមួយចំនួនដូចជា
រឿងប្រហែលបាត់ប្រយ័ត្នគង់រឿងមិនខ្វះទេអ្នកស្រឡាញ់យុត្តិធម៌រឿងទេមីកមានិងរឿងសវណ្ណសាមផងដែរដូច្នេះដើម្បីឲ្យយើងយល់ដឹងឲ្យកាន់តែច្បាស់អំពីអត្ថន័យក៏ដូចជាសកម្មភាពផ្សេងរបស់ល្ខោនមហោរីខ្ញុំនឹងបង្វិលអារម្មណ៍អ្នកទាំងអស់គ្នាឲ្យទៅទស្សនានៅការបញ្ចេញក្បាច់ក៏ដូចជាការសម្ដែងរឿងល្ខោនមហោរីផ្សេងទៅតាមលក្ខណៈរបស់វាដូចតទៅ
เป็นสายการดาวกับเขาเรียนโจทย์เราสักนิดเป็นสายการบ้านเรือแต่ละอันนั้นที่ซ้อมจงพอเป็นสายการបន្ទាប់ពីអ្នកទាំងអស់គ្នាបានទស្សនានៅវីដេអូសម្ដែងនៅល្ខោនមហោរីជាច្រើនទម្រង់នេះដូច្នេះអ្នកទាំងអស់គ្នាគួរយល់ដឹងថាបច្ចុប្បន្នតើល្ខោនមហោរីនៅមានប្រជាប្រិយភាពទៀតដែរឬទេទោះជាយ៉ាងណាមិញក៏ដោយបច្ចុប្បន្នល្ខោនមហោរីក៏នៅតែមានប្រជាប្រិយភាពប៉ុន្តែត្រូវប្រឈមនឹងការប្រកួតប្រជែងជាមួយនឹងសិល្បៈដទៃទៀតជាពិសេសសិល្បៈកែកំសាន្តសម័យទំនើបតាមរយៈបច្ចេកវិទ្យាថ្មីនិងគុណភាពខ្ពស់ដែលធ្វើឲ្យល្ខោនមហោរីក៏ដូចជាល្ខោនផ្សេងគឺស្ទើរតែមានការបាត់បង់ដោយសារតែគ្មានការប្រកួតប្រជែងពីការសម្ដែងនៅតន្ត្រីក៏ដូចជាសិល្បៈទាន់សម័យផងដែរហើយមួយវិញទៀតយើងដឹងហើយថាល្ខោនមហោរីគឺជាល្ខោនមួយប្រភេទដែលជាគេដំណើររបស់ដូនតារបស់យើងដូច្នេះមានការព្រួយបារម្ភណាស់នៅក្នុងការបាត់បង់ក៏ដូចជាស្ទើរតែបាត់បង់នៅទម្រង់សិល្បៈប្រពៃណីខ្មែរយ៉ាងផូរផង់នេះដើម្បីកុំឲ្យនឹងមានការបាត់បង់ក៏ដូចជាសោកស្ដាយនៅទស្សនីយភាពល្ខោនមហោរីនេះយើងគួរតែយល់ដឹងស្រឡាញ់និងគាំទ្របណ្ដុះបណ្ដាលថែរក្សានិងលើកស្ទួយជួយផ្សព្វផ្សាយកម្មវិធីសិល្បៈវប្បធម៌ការប្រកួតនៅសិល្បៈសាធារណៈកម្មវិធីសិក្សានិងមានការផ្សព្វផ្សាយទៅកាន់បណ្ដាផ្សព្វផ្សាយនានាអំពីសិល្បៈខ្មែរទៅកាន់យុវជនដើម្បីពញ្ញាអារម្មណ៍និងស្មារតីយុវជនឲ្យមានការស្រឡាញ់និងគាំទ្រនៅល្ខោនមហោរីខ្មែរក៏ដូចជាសិល្បៈទម្រង់ដទៃទៀតផងដែរនៅពេលនេះក្រុមរបស់ខ្ញុំបានបកស្រាយចប់នៅអត្ថន័យនៃល្ខោនមហោរីហើយដើម្បីងាយស្រួលដល់អ្នកទាំងអស់គ្នាយកទៅសិក្សាបន្ថែមសូមអ្នកទាំងអស់គ្នាក្រឡេកទៅមើលនៅចំណុចបញ្ចប់នៃការសិក្សាល្ខោនមហោរីនេះដើម្បីយល់ដឹងអំពីអត្ថន័យនៃឯកសារយោងក៏ដូចជាប្រភពឯកសារផ្សេងដើម្បីងាយស្រួលក្នុងការសិក្សាស្រាវជ្រាវនិងយល់ដឹងបន្ថែមតទៅមុខទៀតសូមអរគុណ